Hello everyone, welcome to Marie Journeyland. Today, let's learn 40 easy English sentences for beginners. I'll say the sentence in English, then in Khmer. សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំ ថ្ងៃនេះយើងនឹងរៀន40ប្រយោគភាសាអង់គ្លេសខ្លីៗសម្រាប់អ្នកចាប់ផ្ដើមរៀនដំបូងណាខ្ញុំនឹងអានជាភាសាអង់គ្លេសបន្ទាប់មកខ្ញុំបកប្រែខ្មែរចឹងយើងចាប់ផ្ដើមជាមួយគ្នា I'm home ខ្ញុំមកផ្ទះវិញហើយពេលនេះយើងប្រើពេលដែលយើងត្រឡប់មកផ្ទះយើងនិយាយប្រាប់ទៅអ្នកគ្រួសារយើងអ្នកក្នុងផ្ទះយើងថាយើងបានមកវិញចឹងណា I'm home let's eat តោះញ៉ាំចាប់ផ្ដើមញ៉ាំអាហារញ៉ាំអីចឹងណា close the door បិទទ្វារ turn on the light បើកភ្លើង clean your room សម្អាតបន្ទប់អ្នក I'm tired ខ្ញុំហត់ time to sleep ដល់ម៉ោងគេងហើយពេលដេកពេលពូន យើងអាចនិយាយចឹងបាន wake up ភ្ញាក់ឡើងអានេះពាក្យ wake up យើងប្រើពេលដាស់ឲ្យគេដឹងខ្លួនណាប៉ុងគេងលក់អញ្ចឹងយើងដាស់ឲ្យគេដឹងខ្លួនយើងប្រើពាក្យ wake up It's hot today ថ្ងៃនេះក្តៅសំដៅទៅលើអាកាសធាតុក្តៅ I'm hungry ខ្ញុំឃ្លាន I'm late ខ្ញុំយឺតហើយបានន័យថាទៅយឺតឬក៏មកដល់កន្លែងណាមួយយឺតចឹងណា Pay attention ផ្ដោតឬក៏យកចិត្តទុកដាក់ Let's start តោះចាប់ផ្ដើម Take notes កត់ចំណាំកត់ត្រាអានេះសំដៅទៅពេលដូចជាការក្នុងប្រជុំឬក៏គ្រូបរិញ្ញាអញ្ចឹងណាគាត់ប្រាប់យើងឲ្យ take note អញ្ចឹងទៅគឺឲ្យយើងកត់ត្រាកត់ចំណាំ Good job ធ្វើបានល្អ I finish it ខ្ញុំធ្វើវារួចរាល់ហើយ What's the answer តើចម្លើយជាអ្វីអ្វីជាចម្លើយណា I don't understand ខ្ញុំមិនយល់ទេខ្ញុំអត់យល់ទេ Please explain សូមបញ្យល់ I need help ខ្ញុំត្រូវការជំនួយ Who is this នេះជានរណាឬក៏យើងប្រើនៅក្នុងការទេទូរស័ព្ទយើងសួរថានរណាគេកំពុងនិយាយចឹងណា Call me later ហៅមកខ្ញុំពេលក្រោយហៅនេះសំដៅទៅលើការទេទូរស័ព្ទណាទេមកពេលក្រោយ I'll text you ខ្ញុំនឹងឆាតទៅអ្នកឬក៏សរសេរសារទៅអ្នក Sorry wrong number សុំទោសច្រឡំលេខពេលយើងទេច្រឡំលេខអីចឹងណា Sorry wrong number សុំទោសច្រឡំលេខទេច្រឡំលេខ I can't talk now ពេលនេះខ្ញុំអត់អាចនិយាយបានទេ Where are you តើអ្នកនៅឯណាតើអ្នកនៅទីណា I miss you ខ្ញុំនឹកអ្នក Talk to you soon ខ្ញុំនឹង
call តអ្នកហៅតអ្នកឆាប់ be right back be right back បន្តិចទៀតខ្ញុំមកវិញខ្ញុំនឹងត្រឡប់មកវិញឆាប់ let's meet later let's meet later ជួបគ្នាពេលក្រោយ I'm happy ខ្ញុំសប្បាយចិត្តខ្ញុំរីករាយ I feel sad ខ្ញុំសោកសៅខ្ញុំអត់សប្បាយចិត្ត I'm excited ខ្ញុំរំភើប I'm scared ខ្ញុំខ្លាច I'm bored ខ្ញុំអបសោកឬក៏ខ្ញុំធុញអញ្ចឹងណា I feel sick ខ្ញុំឈឺឬក៏យើងអាចនិយាយថាមានអារម្មណ៍ថាអត់ស្រួលក្នុងខ្លួនអញ្ចឹងណា I'm nervous ខ្ញុំព្រួយខ្ញុំបារម្ភខ្ញុំភ័យព្រួយយ៉ាងដែរ I'm okay now ពេលនេះខ្ញុំមិនអីទេ That's funny កំប្លែងអ្វីមួយដែរមើលទៅកំប្លែង I love it ខ្ញុំចូលចិត្ត Great job everyone you just learned 40 important English sentences practice every day and you'll improve quickly don't forget to like comment and subscribe to my channel see you next time bye bye